ก็សូមគោរពជំរាបសួរដល់បងប្អូនយុវជនកម្ពុជាទាំងអស់គ្នាដែលកំពុងតាមដាននៅ Channel YouTube របស់ខ្ញុំបាទថ្ងៃនេះក៏មិនខុសពីថ្ងៃមុនផងដែរបាទដោយសារតែខ្ញុំមើលឃើញថានៅពេលដែលថ្មីនេះគឺមានការវិវត្តថ្មីពាក់ព័ន្ធជាមួយនឹងអាហារូបករណ៍ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនបាទជាពិសេសគឺសម្រាប់បងប្អូនដែលបានដាក់ពាក្យអាហារូបករណ៍ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនទោះបីថាតាមរយៈក្រសួងអប់រំយុវជននិងកីឡាក្តីតាមរយៈសមាគមសន្និសិទអាហារូបករណ៍របស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតក្តីដែលអាហារូបករណ៍នោះផ្ដល់តាមរយៈសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបច្ច័នមនីក្តីឬក៏តាមរយៈសមាគមយុវជនសសយកក្តីបាទខ្ញុំមើលឃើញថានៅក្នុងដំណាក់កាលពេលនេះជាពិសេសគឺនៅក្នុងចន្លោះខែ4ទៅចន្លោះខែ5មានន័យថាបងប្អូនទាំងគ្នាគឺបានធ្វើការ submit រាល់ឯកសារក៏ដូចជាឆ្លងកាត់នៅនីតិវិធីផ្ទៃក្នុងរបស់ក្រសួងអប់រំយុវជននិងកីឡាឆ្លងកាត់នីតិវិធីផ្ទៃក្នុងនៃការជ្រើសរើសរបស់សមាគមសន្និសិទអាហារូបករណ៍របស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតឬក៏តាមរយៈសមាគមផ្សេងនោះរួចរាល់ហើយមានន័យថាគឺយើងកំពុងតែរងចាំនៅព័ត៌មានវឌ្ឍនភាពថ្មីនៅឯខាងភីគីចិនបាទអញ្ចឹងនៅក្នុងចន្លោះខែ4ទៅចន្លោះខែ5នេះជាពេលវេលាមួយដែលសាលាគេកំពុងតែធ្វើការ review ទៅលើគេហៅថា scholarship material របស់យើងបើសិនណាជាក្នុងក្របខ័ណ្ឌដែលសាលាឬក៏ CSC គាត់ធ្វើការ review ទៅគឺខ្វះនៅឯកសារផ្សេងឬក៏តម្រូវឲ្យបងប្អូនធ្វើការកែនៅ application online នៅក្នុង system របស់ CSC ឬក៏កែapplication online នៅក្នុង system របស់សាកលវិទ្យាល័យរបស់គេនោះគឺគេនឹងជំរាបជូនដល់បងប្អូនទាំងគ្នាតាមរយៈ email បាទតាមរយៈ email ដែលបងប្អូនបានដាក់នៅក្នុង application online នោះផ្ទាល់តែម្ដងបាទឬក៏ពេលខ្លះបងប្អូនគឺត្រូវបានសាលាធ្វើការណាត់សម្ភាសន៍បាទអញ្ចឹងជាថ្មីនេះគឺខ្ញុំបានទទួលព័ត៌មានពីខាងបងប្អូនដែលបានដាក់ពាក្យទៅកាន់សាកលវិទ្យាល័យមួយនៅឯខេត្តយូណានគឺសាកលវិទ្យាល័យ Yunnan University of Finance and Economics បាទគឺឬយើងអាចហៅកាត់ថា UFI នោះគឺបងប្អូនទាំងអស់នោះគឺគាត់បានទទួល email ឲ្យធ្វើការណាត់សម្ភាសន៍ហើយធ្វើការណាត់សម្ភាសន៍បងប្អូនខ្លះក៏បានណាត់សម្ភាសន៍កាលពីម្សិលមិញគឺថ្ងៃទី16បាទបងប្អូនខ្លះគឺត្រូវបានសម្ភាសន៍នៅថ្ងៃនេះថ្ងៃទី17ឬក៏អាចបងប្អូនខ្លះទៀតគឺត្រូវសម្ភាសន៍នៅថ្ងៃទី18បាទដោយសារតែបេក្ខជននីមួយគឺត្រូវបាន classify អ្នកដែលមាន ASK ខ្ពស់គឺត្រូវធ្វើការសម្ភាសន៍មុនបាទអ្នក ASK ល្មមឧទាហរណ៍ ASK 3គេសម្ភាសន៍នៅចន្លោះពាក់កណ្ដាលនិងអ្នកដែលមិនមាន ASK ប៉ុន្តែវាគុណវុឌ្ឍរបស់គាត់គឺគ្រប់គ្រាន់ដែរមានន័យថាគាត់ចេះចិនដែរប៉ុន្តែគាត់អត់មានឯកសារណាមួយដែល proof គាត់ដែលជាផុសតាងបង្ហាញថាគាត់ចេះចិនបាទអញ្ចឹងគឺសាលាគាត់ត្រូវការធ្វើការសម្ភាសន៍ដែរជាការយល់ឃើញរបស់ខ្ញុំការសម្ភាសន៍នេះគឺសាលាគឺគាត់ចង់ផ្ដោតសំខាន់ទៅលើសមត្ថភាពនៃការប្រើប្រាស់នៅភាសាចិនរបស់បងប្អូនទាំងគ្នាទី1ទី2គឺគាត់ចង់ដឹងអំពីស្ថានភាពជាក់ស្ដែងដែលបងប្អូនកំពុងតែស្ថិតនៅបាទអ្វីដែលខ្ញុំបានធ្វើការស្ទាបស្ទង់ក៏ដូចជាសាកសួរនៅបេក្ខជនរបស់យើងដែលគាត់បានដាក់ពាក្យរួចមកហើយកាលពីម្សិលមិញថ្ងៃទី16ហ្នឹងក៏បានធ្វើការសម្ភាសជាមួយសាកលវិទ្យាល័យរួចរាល់ហើយដែរហើយបេក្ខជននីមួយសាលាគាត់សួរសំណួរប្រហែលគ្នានេះគឺវាអាស្រ័យទៅលើ self introduction របស់បងប្អូនទេឧទាហរណ៍ថាបងប្អូនខ្លះគឺគាត់ណែនាំខ្លួនឧទាហរណ៍ជាធម្មតាសំណួរគឺដំបូងគឺគេនឹងសួរឲ្យយើង self introduction ឬក៏ introduce yourself បាទហើយអ្វីដែលជាសំខាន់គឺសាលាគឺគេតម្រូវឲ្យបងប្អូនទាំងគ្នាប្រើប្រាស់នៅភាសាចិនបាទភាសាចិនបើសិនជាភាសាចិនរបស់បងប្អូនទាំងគ្នាប្រើអត់បានគឺបងប្អូនសុំគេប្រើប្រាស់ជាភាសាអង់គ្លេសបាទអាហ្នឹងគឺច្បាស់ចឹងតែម្ដងអញ្ចឹងហើយបានជាក្រុមការងារអមតចិនក៏ដូចជាសមាគមអមតរបស់យើងភាគច្រើននៅពេលដែលយើងជ្រើសរើសនៅបេក្ខជនគឺយើងជ្រើសនៅបេក្ខជនដែលមានគុណវុឌ្ឍិខ្ពស់បាទគុណវុឌ្ឍិខ្ពស់ហ្នឹងគឺសំដៅទៅលើបងប្អូនដែលមាននិទេសល្អហើយចេះភាសាបានល្អទៀតរួមទាំងភាសាចិនជាអាចថាជាជំរើសទី1បន្ទាប់មកជាភាសាអង់គ្លេសដោយបងប្អូនបានដឹងចឹងការទៅរៀននៅឯស្រុកចិនគឺយើងទាមទារចាំបាច់ណាស់គឺត្រូវឲ្យបងប្អូនទាំងគ្នាមានចំណេះជំនាញភាសា
បាទភាសាគឺជាកត្តាទី1តែម្ដងបន្តមកទៀតគឺអាចគុណវុឌ្ឍពាក់ព័ន្ធជាមួយនឹងនីតិរួមរបស់បងប្អូនអ្នកគ្នាបាទបើសិនជានីតិរួមរបស់យើងខ្សោយក៏ពិបាកក្នុងការឲ្យបងប្អូនរៀនចាប់តន់ជាមួយនឹងជំនាញដែលបងប្អូននឹងធ្វើការជ្រើសរើសនៅពេលដែលឆ្នាំសិក្សាផងដែរបាទអញ្ចឹងខ្ញុំបកមកចំណុចទី1គឺសាលាគាត់បានឲ្យយើង sub introduction ហើយការ sub introduction គឺខ្ញុំបានជំរាបជូនហើយធ្លាប់ជំរាបជូននៅវីដេអូខាងមុនអញ្ចឹងហើយខ្ញុំក៏ធ្លាប់បានបង្ហាញអំពីបទពិសោធន៍របស់បងប្អូននិស្សិតរបស់យើងមួយចំនួនធំដែរនៅពេលដែលខ្ញុំសម្ភាសគាត់គឺខ្ញុំតែងតែឲ្យគាត់ធ្វើការណែនាំអំពីខ្លួនរបស់គាត់ការណែនាំអំពីខ្លួនរបស់គាត់នេះគឺបងប្អូនមិនមែននិយាយតែខ្លួនឯងទេខ្លួនឯងឈ្មោះអីកើតនៅតាណាអីតន័យទៅនោះទេមានតែព័ត៌មានវាតិចពេកបាទអញ្ចឹងខ្ញុំបានធ្លាប់បានជំរាបហើយគេថា self introduction ហ្នឹងយ៉ាងហើយណាបងប្អូនត្រូវបង្ហាញទី1ពីខ្លួនឯងទី2គឺបង្ហាញអំពីគេថា study background បាទបង្ហាញអំពីប្រវត្តិនៃការសិក្សាបង្ហាញអំពីប្រវត្តិនៃការធ្វើការងារបង្ហាញអំពីជា interest របស់យើងបង្ហាញអំពីភាពខ្លាំងរបស់យើងទៅកាន់អ្នកដែលសម្ភាសយើងបាទអ្នកដែលសម្ភាសយើងបាទហើយយើងអាច take time ប្រហែលជាខ្ទង់1នាទីកន្លះឬ2នាទីយើងអាចធ្វើការ brief គេថា introduce yourself បានហើយមាន self introduction ប្រហែលជា1នាទីកន្លះឬ2នាទីបានហើយយើងមិនមែនself introduction គឺយើងមិនអាចគឺប្រាប់គេ very detail បានទេបាទគេអាចចង់ដឹងប្រហែលទេនៅពេលដែលគេឬក៏នៅពេលដែលគ្រូទទួលបាននៅព័ត៌មានដែលគាត់ទទួលបានតាមរយៈការ introduce ពីយើងហើយរួមផ្សំជាមួយនឹងឯកសារដែលពាក់ព័ន្ធដែលមាននៅក្នុងដៃគ្រូនោះគ្រូគាត់នឹងសួរបន្ថែមជាក់ស្ដែងមានបេក្ខជន2ដែលខ្ញុំចង់លើកឡើងនៅពេលដែលគាត់ធ្វើការ self introduction ហើយគ្រូគាត់សួរថាគាត់បេក្ខជនហ្នឹងគឺគាត់ចប់បាក់ឌុបតាំងពីឆ្នាំ2022អញ្ចឹងបើគិតទៅគឺគាត់នៅ stand by 2ឆ្នាំចោលហើយនៅ stand by 2ឆ្នាំចោលគ្រូគាត់សួរថាតើនៅក្នុងរយៈពេល2ឆ្នាំហ្នឹងអូនឯងធ្វើអីគេបាទគាត់ឆ្លើយថាគាត់អត់បានធ្វើអីទេបាទគាត់អត់បានធ្វើអីទេហើយគ្រូសួរទៀតបើមិនបានធ្វើអីហ៎រងឯងកំពុងធ្វើអីដើម្បីពង្រឹងចំណេះជំនាញខ្លួនឯងហ្នឹងបាទហើយអ្វីដែលគាត់ឆ្លើយគឺគាត់បានកំពុងតែរៀនចិនបាទរៀនចិនហើយខ្ញុំស្ដាប់ទៅនៅពេលដែលខ្ញុំសួរគាត់ឆ្លើយរបៀបនេះមានថាចម្លើយរបស់គាត់ហាក់បីដូចជាមិនសូវជាចំមានថាមិនសូវត្រូវនៅអ្វីដែលគ្រូគាត់ចង់បានណាបើសិនជាគាត់នៅក្នុងក្របខ័ណ្ឌថាគាត់ stand by 2ឆ្នាំអញ្ចឹងគាត់គួរតែនិយាយចេះចម្លើយរបស់គាត់គួរតែគាត់ឆ្លើយបែបនេះអាចថាត្រូវហើយល្អហើយគេឲ្យមេដៃបើសិនជាគ្រូសួរអញ្ចឹងហើយយើងនៅ stand by អញ្ចឹងហើយយើងក្នុងគណៈពេលនេះយើងអត់មានបានរៀននៅសាកលវិទ្យាល័យណាមួយទេហើយដែលខ្លួនគាត់នេះគឺកំពុងតែមាននីតិល្អបាទដែលខ្លួនគាត់កំពុងតែមាននីតិល្អឧទាហរណ៍គាត់កំពុងតែមាននីតិ A ឬក៏ B នៅក្នុងដៃណាបាទអញ្ចឹងអ្វីដែលគាត់ត្រូវឆ្លើយគឺគាត់មានថាទីមួយគាត់អាចនិយាយពីបទពិសោធន៍របស់គាត់ในការដាក់ពាក្យអាហារូបករណ៍ពីឆ្នាំមុនបើយើងនិយាយថាបើយើងកុហកគេក៏កុហកឲ្យសមដែរតែយើងថាដោយសារតែឆ្នាំមុនខ្ញុំធ្លាប់បានដាក់ពាក្យអាហារូបករណ៍ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងអប់រំយុវជននិងកីឡាអញ្ចឹងទៅឬក៏តាមរយៈសមាគមសិស្សនិស្សិតអាហារូបករណ៍របស់សម្ដេចអញ្ចឹងទៅខ្ញុំមានបទពិសោធន៍ធ្លាក់រួចមកហើយបាទខ្ញុំមានបទពិសោធន៍ធ្លាក់រួចមកហើយយើងអាចជំរាបជូនដល់គេថាទិសដៅរបស់ខ្ញុំគឺខ្ញុំបានផ្ដោតឬក៏ដាក់ទិសដៅយ៉ាងពិតប្រាកដនឹងជាក់លាក់ទៅបន្តការសិក្សានៅឯសាធារណរដ្ឋប្រជាមានិតចិនយ៉ាងជាក់លាក់និងច្បាស់លាស់តែម្ដងអញ្ចឹងបើសិនជាមិនមានឱកាសណាមួយបានទៅចិនទេគឺខ្ញុំប្រហែលជាមិនបន្តការសិក្សានៅឯស្រុកខ្មែរទេដូច្នេះហើយបានជាខ្ញុំធ្វើការពង្រឹងនៅពង្រីកសមត្ថភាពខ្លួនឯងផ្ដោតទៅលើតែភាសាចិនហើយនៅក្នុង2ឆ្នាំនេះគឺខ្ញុំប្រឹងប្រែងរៀនភាសាចិនចំនួន2វគ្គ3វគ្គ4វគ្គអញ្ចឹងទៅអ្វីតាមដែលយើងប្រឹងប្រែងជាក់ស្ដែងហើយជាលទ្ធផលគឺខ្ញុំទទួលបានប្រឡងបាន ASK 5បាទដោយជោគជ័យប្រឡងនៅក្នុងថ្ងៃនេះទៅដោយជោគជ័យអញ្ចឹងខ្ញុំជឿជាក់ថាឱកាសនេះអ្វីដែលខ្ញុំរងចាំ2ឆ្នាំប្រើរយៈពេល2ឆ្នាំដើម្បីពង្រឹងភាសាចិនរបស់ខ្ញុំឱកាសនេះប្រហែលជាឱកាសល្អរបស់ខ្ញុំដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញណាមួយនៅក្នុងសាកលវិទ្យាល័យរបស់អ្នកឯងហើយអានេះខ្ញុំគិតថាបើសិនជាបងប្អូនឆ្លើយបែបហ្នឹងប្រហែលជា
គ្រូគាត់យល់ថាក្មេងនេះគឺគាត់មាន commitment មានការតាំងចិត្តខ្ពស់មែនតើមានការតាំងចិត្តខ្ពស់មែនទោះបីជាខ្ញុំក៏ដោយក៏ខ្ញុំយល់ឃើញថាក្មេងនេះគឺគាត់មានការតាំងចិត្តខ្ពស់មានន័យថាការតាំងចិត្តខ្ពស់ហើយមានការលះបង់ខ្ពស់ទៀតសម្រាប់ការបន្តដាក់អាហារូបករណ៍នៅក្នុងសាកលវិទ្យាល័យរបស់គាត់អានេះសំណួរនេះគឺសម្រាប់បេក្ខជនមួយហើយសម្រាប់បេក្ខជនមួយទៀតវាជារឿង surprise ដែរដែលខ្ញុំតែងតែជំរាបជូនដែរក៏យើងក៏តែងតែចង្អុលបង្ហាញដល់បងប្អូនមួយចំនួនមានបេក្ខជនមួយដែលគាត់កំពុងតែរៀនឆ្នាំទី2ចិត្តចាប់ឆ្នាំទី2ហើយមានថាអាចរំលងបានបន្តិចទៀតគឺគាត់ចូលរៀនឆ្នាំទី3នៅឯសាលា Techno បាទអញ្ចឹងយើងសួរថាសាលាគាត់សួរសំណួរគាត់ដាក់ question មកដោយអ្វីដែលគណៈកម្មការជ្រើសរើសអាហារូបករណ៍របស់យើងធ្លាប់ដាក់ question ទៅកាន់បងប្អូនទាំងអស់នោះអញ្ចឹងថាឥឡូវបើសិនជាបងប្អូនកំពុងតែរៀនឆ្នាំទី2ហើយរៀនជំនាញមួយហើយដែលកំពុងតែរៀននៅសាកលវិទ្យាល័យនៅកម្ពុជាហើយសាកលវិទ្យាល័យហ្នឹងគឺអ្នកឯងកំពុងតែមាន holding scholarship នៅក្នុងដៃទៀតនៅក្នុងសាកលវិទ្យាល័យមួយរៀនឆ្នាំទី2ជាវិទ្យាស្ថានដ៏ល្អវិទ្យាស្ថាន Techno យើងដឹងស្រាប់ហើយបងប្អូនអរគ្នាបាទចោះចាំបាច់អីដែលអ្នកឯងត្រូវ apply អាហារូបករណ៍នៅក្នុងសាកលវិទ្យាល័យរបស់ខ្ញុំដោយអ្នកឯងធ្វើការ start ចេញពី basic Chinese ឡើងវិញមានថាគាត់អត់ចេះចិនទេគាត់ចេះអង់គ្លេសខ្លាំងបាទអញ្ចឹងមានថាគាត់ប្រើប្រាស់ភាសាអង់គ្លេសជាភាសាយានដើម្បីធ្វើការតំណែងជាមួយសាកលវិទ្យាល័យអញ្ចឹងសំណួរបែបហ្នឹងគឺបងអូនគាត់ហាក់បីដូចជាឆ្លើយអត់បានល្អដូចគ្នាបាទឆ្លើយអត់បានល្អដូចគ្នាអ្វីដែលខ្ញុំយល់ឃើញប្រហែលជាគាត់ចង់play around ឬក៏គាត់ចង់finding experience អញ្ចឹងទៅការសម្ភាសឬក៏នីតិវិធីផ្សេងនៃការជ្រើសរើសអាហារូបករណ៍អញ្ចឹងណាបាទនៅពេលដែលគាត់ដល់ដំណាក់កាលនេះគឺគាត់ហាក់បីដូចជាមានភាពសប្បាយសប្បាយខ្លួនគាត់អញ្ចឹងនៅក្នុងចំណុចនេះបងបើសិនជាប្អូនដែលកំពុងតែរៀននៅស្ថិតនៅក្នុងឆ្នាំទី2ឬក៏ឆ្នាំទី3ក៏ដោយសំណួរនឹងប្រកាសជាសាលានឹងសួរដូចបងគណៈកម្មការសម្ភាសនៅស្រុកខ្មែរនេះក៏សួរដូចគ្នាចុះបើយើងកំពុងតែរៀនឆ្នាំទី2ទី3ហើយចាំបាច់អីយើងត្រូវបន្តការសិក្សានៅឯសាធារណរដ្ឋជាមិនចិន start ចេញពី basic Chinese ឡើងវិញយើងអត់គិតពីការខាតពេលវេលាទេអីបាទយើងអត់គិតពីការខាតពេលវេលាទេអីហើយចុះបើយើងរៀនឲ្យចប់ថ្នាក់បញ្ញាបត្រហើយចាំបន្តទៅថ្នាក់ master ទៅវាមិនចំណេញជាងឬក៏យ៉ាងម៉េចបាទប៉ុន្តែអ្វីដែលជាចម្លើយរបស់ក្មេងគឺគាត់បង្ហាញមិនល្អប៉ុន្តែបើសិនជាក្មេងនោះគឺគាត់មានឆន្ទៈពិតប្រាកដថាទោះបីខ្ញុំឆ្នាំទីប្រមាណក៏ដោយខ្ញុំត្រូវតែរៀនចម្លើយគឺបងប្អូនត្រូវរៀបឆ្លើយដោយខ្លួនឯងទី1យើងបង្ហាញពី commitment របស់យើងមានការតាំងចិត្តរបស់យើងឬក៏បង្ហាញពីក្តីសម័យរបស់យើងថាប្រទេសចិនគឺជាប្រទេសទី1ដែលខ្ញុំចង់ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រទោះបីថាខ្ញុំត្រូវលះបង់អ្វីក៏ដោយអាហ្នឹងគឺជាចំណុចមួយដែលយើងបងប្អូនអាចនិយាយការលះបង់នេះគឺយើងអាចនិយាយបានថាជាការលះបង់អ្វីដែលខ្ញុំកំពុងមានសប្តាហ៍ថ្ងៃខ្ញុំកំពុងរៀនឆ្នាំទី2ខ្ញុំលះបង់នៅពេលវេលារបស់ខ្ញុំចោលខ្ញុំទៅ start នៅ basic Chinese ឡើងវិញការលះបង់ទី2របស់ខ្ញុំគឺលះបង់នៅអាហារូបករណ៍ដែលខ្ញុំមាននៅស្រុកខ្មែរខ្ញុំសូមបន្តយកឱកាសនៅបន្តអាហារូបករណ៍នៅសាកលវិទ្យាល័យរបស់អ្នកដែលយើងយល់ឃើញថានៅឯស្រុកចិនឬក៏ប្រព័ន្ធអប់រំនៅស្រុកចិនឬក៏សាលារបស់អ្នកដែលកំពុងតែផ្ដល់អាហារគ្រោងនឹងផ្ដល់អាហារូបករណ៍ខ្ញុំហ្នឹងគឺវាមានគុណភាពនៃការអប់រំខ្ពស់មានថាចំណុចនេះយើងអាចនិយាយឬក៏សរសើរនៅសាកលវិទ្យាល័យរបស់គេប្រព័ន្ធអប់រំរបស់គេទៅអាហ្នឹងវាហើយនិយាយអាចត្រូវនឹងអ្វីដែលគេចង់បានហើយនឹងវាអាចឆ្លើយតបជាមួយនឹងហេតុអីបានយើងត្រូវការលះបង់ខ្លាំងម្ល៉េះលះបង់ដែលខ្លួនឯងកំពុងរៀនឆ្នាំទី2ហើយទៅចាប់ឆ្នាំ0នៅឯចិនបាទទី1ដើម្បីបំពេញក្តីសម័យរបស់ខ្លួនឯងមិនមែនដើម្បីឲ្យអ្នកផ្សេងឬក៏អ្នកចិត្តខាងរបស់យើងសរសើរថាកូននេះខ្លាំងបានបន្តអាហារូបករណ៍នៅឯស្រុកក្រៅអាហ្នឹងមិនអញ្ចឹងទេបាទមិនអញ្ចឹងទេប៉ុន្តែដើម្បីបំពេញនៅក្តីសម័យរបស់ខ្លួនឯងហើយក៏ខ្លួនឯងយល់ឃើញថាអាហារូបករណ៍នៅឯសាធារណរដ្ឋប្រជាមានិតចិនវាមានគុណតម្លៃខ្ពស់បាទវាមានគុណតម្លៃខ្ពស់ប្រព័ន្ធអប់រំគេអស្ចារ្យយើងនិយាយទៅបាទអូខេអញ្ចឹងសម្រាប់អ្វីដែលបងជួយចែករំលែកនៅក្នុងនេះគឺមានប៉ុណ្ណឹងហើយក៏សូមឲ្យបងប្អូនអរគ្នាជាយុវជនជាពិសេសគឺបេក្ខជនតែម្ដងដែលបានដាក់ពាក្យហើយធ្វើការយកចិត្តទុកដាក់ឲ្យបានខ្ពស់ទី1គឺយកចិត្តទុកដាក់ពង្រីក
ចំណេះដឹងខ្លួនឯងតាមរយៈការស្វ័យសិក្សាឬក៏តាមរយៈបន្តការសិក្សារៀនវគ្គខ្លីៗជាភាសាចិនឬក៏ភាសាអង់គ្លេសអ្វីដែលយើងខ្លួនកំពុងតែបន្តយើងបន្តធ្វើវាឲ្យបានល្អបាទទី2គឺសូមឲ្យបងប្អូនបន្តតំណាក់តំណងល្អជាមួយនឹងក្រុមការងារអមតចិនរបស់យើងក៏ដូចជាតំណាក់តំណងល្អជាមួយនឹងនិស្សិតកម្ពុជាដែលកំពុងតែរៀននៅក្នុងសាកលវិទ្យាល័យដែលបងប្អូនក៏បានដាក់ពាក្យពីព្រោះនិស្សិតកម្ពុជារបស់យើងនៅទីនោះអាចគាត់ដើរតួជាគេថា student ambassador មួយនៅក្នុងសាកលវិទ្យាល័យរបស់គាត់អាចផាសព័ត៌មានមួយចំនួនមកកាន់យើងផងដែរពេលខ្លះ email fail sending email fail គ្រូអាចតំណែងនិស្សិតកម្ពុជាដែលកំពុងតែរៀននៅនោះធ្វើការតំណែងមកយើងតាមរយៈ Facebook ឬតាមរយៈ channel ផ្សេងក៏អាហ្នឹងក៏អាចធ្លាប់មានដែរបាទអញ្ចឹងឲ្យបងប្អូនអាសាតាមដាន email របស់ខ្លួនបន្តតំណែងល្អរវាងនិស្សិតនិងនិស្សិតនៅសាកលវិទ្យាល័យនោះបន្តតំណែងល្អជាមួយនឹងក្រុមការងារអមតចិនបាទហើយជាចុងបញ្ចប់គឺកុំភ្លេចពង្រឹងសមត្ថភាពបាទដូចបងលើកឡើងខាងដើមពង្រឹងសមត្ថភាពតើយើងខ្លាំងយើងបកកែទើបយើងជាប់បាទអត់មានសាលាណាចង់បាននៅបេក្ខជនដែលខ្សោយនោះទេបងប្អូនទាំងនេះអូខេយើងសម្រាប់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះគឺមានប៉ុណ្ណឹងសូមគោរពអរគុណជូនពរបងប្អូនទាំងគ្នាទទួលបានអាហារូបករណ៍ទៅរៀននៅសាធារណរដ្ឋប្រជាមានិតចិនទាំងអស់គ្នាបាទ see you next video good luck